លើកទី1ទៅរៀនដាំបុកនៅតាមភូមិធ្លាប់តតែងគេញ៉ាំស្រាប់គឺថាងាយស្រួលប៉ុន្តែបងប្អូនអត់ស្រួលទេកាលពិតទៅយើងអត់ចង់បាក់ចឹងក៏បានដែរឥឡូវនេះគេមានលក់អំបុកស្រាប់ហើយមិនចឹងទេអាចយកទៅដាក់នៅម៉ាស៊ីនឥឡូវទៅនៅគេមានម៉ាស៊ីនដាល់អំបុកដោយមិនចាំប្រើកម្លាំងបានប៉ុន្តែក្នុងនាមជាកូនខ្មែរខ្ញុំចង់ដឹងនិងចង់ស្គាល់ហើយនឹងចង់សាកពីទំនៀមទម្លាប់ដាល់អំបុករបស់ប្រជាជនខ្មែរយើងកាលពីជំនាន់មុនឲ្យទៅពិធីបុណ្យអុំទូកបដិបត្តិសំពះព្រះខែគឺអ្នកភូមិនាំគ្នារួមគ្នាដាល់អំបុកហើយចឹងនេះដំបូងទៅពីពេញទៅគ្នាត3នាក់ទេហើយអ៊ំនៅផ្ទះគាត់ជួយរៀបចំត្រៀមត្បាល់ត្រៀមរែកខ្ចីពីវត្តមកទៀតហើយគ្នា4នាក់នាំគ្នាសាកដាល់អំបុកមើលប៉ុន្តែលទ្ធផលចេញមកអត់សូវល្អលីងអត់ត្រូវអំបុកចេញមកអត់ស្អាតទេចឹងហើយអ៊ំក៏ទៅហៅគ្នាគាត់នៅចិត្តនឹងមកជួយអ៊ីពាក់រកកាជុកនេះល្បីថាអ្នកបកកែដាល់អំបុកឆ្នាំរាល់ឆ្នាំតបានអីហងឃើញអ៊ី2នាក់ទៀតដើរមកជួយដាល់អំបុកដែរអត់ដឹងថាគាត់ហៅគ្នាគាត់ពីពេលណាមកហើយរបស់គ្នាអង្គុយសាប់ទៅឥឡូវមនុស្សនឹងច្រើនមានអារម្មណ៍ថាសប្បាយមែនទែនអ្នកភូមិនឹងគេស្រស់គ្នាអង្គុយសាប់ទៅមាន2នាក់ទៀតជិះម៉ូតូមកជួយដាល់អំបុកដែរហើយយើងដែលអត់ចេះដាល់អំបុកគាត់ចេញទៅឈោមើលពួកគាត់ហើយពួកគាត់សប្បាយមែនទែនឥឡូវនេះអ្នកដាល់អំបុកចង់10នាក់ហើយនេះទឹកបានចេញហ្នឹងด้วยនេះស្ដៅជាងមុនលោកប្រាប់ពេកមើលជាក់ស្ដែងទេចាំពេលរែងហើយទេរែងសិនចឹងហ៎សិតតែថាបុកខ្ញុំឲ្យមន់ញ៉ាំខំទៅដឹក expert មកត្រូវអត់